Hello សួស្តីបងប្អូនថ្ងៃនេះសូមចែករំលែកជូនបងមួយតាក់ទងជាមួយនឹងកាឡូរីបងប្អូនណាខ្លះគាត់បារម្ភទៅលើកាឡូរីគាត់អត់ហ៊ានញ៉ាំអាហារដែលសម្បូរដោយកាឡូរីទេហ្នឹងហើយគាត់គិតថាកាឡូរីអត់ល្អវាប៉ះពាល់ដល់សុខភាពរាងកាយរបស់គាត់ហ្នឹងហើយអាចនិយាយអញ្ចឹងក៏បានដែរក៏ប៉ុន្តែបងអាចមើលឃើញអាហារដែលខ្ញុំញ៉ាំខ្ញុំជាអ្នក carnivore អញ្ចឹងបងឃើញខ្ញុំញ៉ាំសាច់ខ្ញុំញ៉ាំខ្លាញ់ច្រើនអញ្ចឹងបងមួយចំនួនគាត់គិតថាអត់ហ៊ានញ៉ាំសាច់ជាប់ខ្លាញ់ទេគាត់គិតថាវាសម្បូរដោយកាឡូរីអញ្ចឹងមុននឹងបងយកចិត្តទៅដាក់កាឡូរីអញ្ចឹងបងស្ដាប់វីដេអូនេះសិនហ្នឹងហើយអញ្ចឹងតាក់ទងជាមួយនឹងរបបអាហារទូទៅគឺគេពិតជា count ទៅលើកាឡូរីគេយកចិត្តទុកដាក់ទៅលើកាឡូរីមិនដោយសារប្រើទិសដីមួយគឺ calorie in និង calorie out ហ្នឹងហើយអញ្ចឹងរាងកាយរបស់យើងវាប្រៀបបានដូចជាម៉ាស៊ីនឡានណានៅពេលដែលយើងចាក់សាំងដូចយើងកំពុងតែដាក់ calorie ចូលហើយបើសិនបើយើងចាក់សាំងហើយយើងអត់បើកបរអញ្ចឹងសាំងនឹងនៅណាសាំងនឹងគឺនៅនឹងកណ្ដាលក៏ប៉ុន្តែរាងកាយរបស់យើងនៅពេលដែលយើងដាក់ calorie ចូលហើយយើងអត់បញ្ចេញកម្លាំងយើងអត់ exercise យើងអត់ធ្វើលំហាត់ប្រាណយើងអត់បញ្ចេញកម្លាំងពលកម្មអញ្ចឹងវាធ្វើឲ្យ calorie នឹងស្តុកនៅក្នុងនឹងហើយវានឹងបំលែងថាមពលដែលនៅសល់ហ្នឹងសល់ពី calorie ដែលយើងញ៉ាំហ្នឹងវានឹងបំលែងទៅជាប្រភពខ្លាញ់ជាហេតុធ្វើឲ្យយើងលើសខ្លាញ់លើសស្ករហ្នឹងហើយងាយប្រឈមជាមួយនឹងបញ្ហាជំងឺក្តៅផ្អែមធាត់ដុសក្បាលពោះអាខ្លាញ់នៅក្នុងតាមដៃអីផ្សេងៗហ្នឹងឯងអញ្ចឹងអាហារទូទៅគឺគេប៉ັດជា count ទៅលើ calorie ដោយសារគេផ្ដោតទៅលើដាក់ calorie តិចតែត្រូវបញ្ចេញទៅវិញឲ្យច្រើនក៏ប៉ុន្តែសម្រាប់អ្នកជំនាញរបបអាហារបែប low carb zero carb គឺគេយកចិត្តទុកដាក់ទៅលើកម្រិត insulin ហើយនិងកម្រិតជាតិស្ករខ្លាំងជាងហ្នឹងហើយហេតុអីហ្នឹងហើយអញ្ចឹងថ្ងៃនេះខ្ញុំនឹងចែករំលែកអំពីហេតុផល3យ៉ាងហ្នឹងហើយហេតុអីបានជាអ្នកជំនាញរបបអាហារ low carb zero carb ហ្នឹងគេយកចិត្តទុកដាក់ទៅលើកម្រិតជាតិស្ករនិងកម្រិត insulin ហេតុផលទី1គឺតាក់ទងជាមួយនឹង calorie អត់អាចបញ្ជាឲ្យរាងកាយរបស់យើងដុតខ្លាញ់ឬក៏ស្តុកខ្លាញ់បានទេតែអាំងសាលីនធ្វើបានណាព្រោះអរម៉ូនអាំងសាលីនគឺជាអីបងទៅយកសិនអាំងសាលីនគឺជាអរម៉ូនស្តុកខ្លាញ់ហ្នឹងហើយអញ្ចឹងនៅពេលណាដែលអាំងសាលីនកើនឡើងមានន័យថារាងកាយរបស់យើងនៅតែបន្តស្តុកខ្លាញ់នឹងរហូតក៏ប៉ុន្តែបើបងចង់ដុតខ្លាញ់នៅក្នុងរាងកាយរបស់បងចង់យកអាប្រភពថាមពលចាស់ដែលនៅសេសសល់ទាំងប្រមាណហ្នឹងណាបងយកវាចេញក្រៅលុះតាដែលបងឲ្យអាំងសាលីនចុះរយៈពេលយូរបានរាងកាយរបស់យើងចាប់ផ្ដើមយកថាមពលពីខ្លាញ់ចាស់នៅក្នុងរាងកាយរបស់យើងយកមកប្រើប្រាស់ជាថាមពលហ្នឹងហើយចំណុចទី1អញ្ចឹងតាក់ទងជាមួយនឹងកាឡូរីបន្តិចទោះបីជាកាឡូរីហ្នឹងទោះបីជាអាហារហ្នឹងមានកាឡូរីតិចក៏ដោយក៏ប៉ុន្តែបើសិនបើវាមានកម្រិតជាតិស្ករវាធ្វើឲ្យអាំងសាលីនកើនឡើងដូចគ្នាហើយដូចខ្ញុំនិយាយអញ្ចឹងពេលដែលអាំងសាលីនកើនឡើងមានន័យថារាងកាយរបស់បងអត់អាចដុតខ្លាញ់ចាស់ទេនៅតែបន្តស្តុកខ្លាញ់ថ្មីនឹងរហូតនេះហេតុផលទី1ដែលគេយកចិត្តទុកដាក់ទៅលើកម្រិត insulin ហើយនិងកម្រិតជាតិស្ករហើយហេតុផលទី2តាក់ទងជាមួយនឹងប្រភពស្ករប្រភពកាឡូរី100ដែលចេញពីស្ករវាខុសពីកាឡូរី100ដែលចេញពីខ្លាញ់ល្អស្ករឬក៏នំប៉័ងដែលបងញ៉ាំរាល់ថ្ងៃស្ករឬក៏នំប៉័ងដែលមានអាកាឡូរី100ហ្នឹងមានន័យថាកម្រិតជាតិស្ករហ្នឹងវាចាប់ផ្ដើមហក់ឡើងលឿនហើយនៅពេលដែលកម្រិតជាតិស្ករវាឡើងលឿនវាស្បែកលឿនណាហ្នឹងហើយអញ្ចឹងវាធ្វើឲ្យកម្រិតអាំងសាលីនរបស់យើងចាប់ផ្ដើមហក់ឡើងលឿនដូចគ្នានៅពេលដែលអាំងសាលីនរបស់យើងឡើងហ្នឹងឯងវាជាផ្នែកមួយដែលបញ្ជាក់ថារាងកាយរបស់យើងបន្តស្តុកខ្លាញ់រហូតអត់អាចដុតខ្លាញ់បាននេះហ្នឹងហើយហើយមួយផ្នែកទៀតវាតាក់ទងជាមួយនឹងពេលអាហារដែលមានកម្រិតជាតិស្ករស្បែកលឿនវាធ្វើឲ្យអាកម្រិតជាតិស្ករហ្នឹងវាក្រាស់វាធ្លាក់ចុះមកវិញលឿនដូចគ្នាហើយខណៈពេលដែលវាធ្លាក់ចុះវាធ្វើឲ្យបងចាប់ផ្ដើមឃ្លានអស់កម្លាំងលហិតលហើយបងទៅរកអីញ៉ាំបន្ថែមទៀតប៉ុន្តែបើសិនបើបងញ៉ាំតាក់ទងជាមួយនឹងប្រភពសាច់ស៊ុបនិងខ្លាញ់ល្អដូចជាហ្គីអីហ្នឹងវាធ្វើឲ្យកម្រិតជាតិស្កររបស់បងស្ទើរតែសូន្យតែបើសិនបើអាហារមួយពេលរបស់បងហ្នឹងអត់មានកម្រិតជាតិស្ករដូចខ្ញុំធ្វើរបបអាហារ carnivore អញ្ចឹងខ្ញុំចែកម្លែកក្នុង concept carnivore បន្តិចណាមិនថា keto មិនថា carnivore ទេអញ្ចឹងនៅពេលដែលអាហារមួយហ្នឹងអត់មានជាតិស្ករវាធ្វើឲ្យកម្រិតជាតិស្កររបស់យើងអត់កើនឡើងទេមិនត្រឹមប៉ុណ្្នឹងវាធ្វើឲ្យកម្រិត insulin របស់យើងអត់ហក់ឡើងខ្ពស់ទេវាឡើងបែប stable ហ្មងហ្នឹងហើយវាឡើងបែប stable ហើយថេអញ្ចឹងហ្នឹងហើយអញ្ចឹងវាធ្វើឲ្យរាងកាយរបស់យើងងាយរត់នៅលើអាប្រភពខ្លាញ់យកប្រភពខ្លាញ់ចាស់ហ្នឹងយកមកប្រើប្រាស់ជាថាមពលពេញ24ម៉ោងហ្មងហើយចំណុចទី3ហេតុផលទី3ហ្នឹងគឺវាជួយការពារហើយក៏ដូចជាជួយទៅជួសជុលតាក់ទងជាមួយនឹងបញ្ហាជួយ reverse ឲ្យអាភាពស៊ាំអាំងសាលីនរបស់យើងនឹងត្រឡប់មកវិញហ្នឹងហើយជាទូទៅសម្រាប់បងដែលគាត់មានបញ្ហាភាពស៊ាំអាំងសាលីននេះជាច្រកផ្លូវក្នុងការឲ្យបងងាយធាត់លើសគីឡូទឹកនោមផ្អែមលើសឈាមបញ្ហាផ្សេងច្រើនមែនទេភាពស៊ាំអាំងសាលីនអញ្ចឹងនៅពេលណាដែលបងឲ្យកម្រិតជាតិស្ករនិងអាំងសាលីនធ្លាក់ចុះរយៈពេលយូរមេសោកោសិកាដែលធ្លាប់តែចេះចាប់ហ្នឹងវាចាប់ផ្ដើមលាងសម្អាតវា clean ខ្លួនឯងហើយវាចាប់ផ្ដើមបែរទៅជា sensitive ឡើងវិញហ្នឹងហើយកន្លែងចំណុចនេះវាដូចជាដោយ prolong fasting អញ្ចឹងនៅពេលបងចាប់ដើមធ្វើ fasting រយៈពេលយូរហេតុអីមកគេធ្វើ fasting រយៈពេលយូរដើម្បីឲ្យកម្រិតអាំងសាលីនហើយនិងកម្រិតឃ្លូកូសជាតិស្ករហើយនិងអាំងសាលីនធ្លាក់ចុះយូរហើយនៅពេលដែលវាធ្លាក់ចុះយូរនឹងឯងដែលរាងកាយរបស់យើងវាមានសមត្ថភាពបង្កើត autophagy បងដែលលើកឯ autophagy វាប្រៀបបានដូចជា strong cell មួយដែលរាងកាយរបស់យើងវាមានសមត្ថភាពទៅស៊ីអាកោសិកានិងកាកសំណល់មិនល្អដូចជា protein ដែលខូចខាតដែលងាយក្នុងការយើងប្រឈមជាមួយនឹងបញ្ហាសុខភាពផ្សេងៗវាទៅ clean វាទៅ detox អាហ្នឹងឯងនេះហើយគឺជាចំណែកមួយជាឫសគល់មួយអញ្ចឹងហេតុផលទាំង3ហ្នឹងបងត្រូវតែខ្ញុំគិតថាវាល្អមែនទេបងអាចជាទុនមួយទៅសិក្សាស្វែងយល់ខ្លួនឯងបន្ថែមដូចខ្ញុំនិយាយអញ្ចឹងព្រោះបានសំណួរច្រើនតាក់ទងជាមួយនឹងបងខ្លះគាត់ថាអូស្ដាប់អ្នកនេះនិយាយចុះស្ដាប់អ្នកនេះនិយាយចេះចុងក្រោយអត់ដឹងជឿមួយណាខ្ញុំលើកទឹកចិត្តទៅបងវិញថាសុខភាពរបស់បងគួរតែចំណាយពេលវេលាស្វែងយល់ពីសុខភាពរបស់ខ្លួនឯងតិចហ្នឹងហើយគួរតែស្វែងយល់ពេលសម័យនេះហើយសម័យ AI ហើយបច្ចេកវិទ្យាគឺនៅក្នុងដៃរបស់បងចំណេះដឹងគឺនៅក្នុងអ៊ីនធឺណិតហ្នឹងហ្មងឲ្យតែបងចំណាយពេលវេលាទៅសិក្សាស្វែងយល់តិចបងនឹងដឹងអំពីរឿងពិតហ្មងដឹងអំពីរាងកាយរបស់បងពិតជាត្រូវការអីយ៉ាងពិតប្រាកដហ្មង
ត្រឡប់មកវិញយើងកុំផ្ញើជីវិតយើងទៅលើសុខភាពអ្នកដទៃព្រោះអ្នកដទៃមិនមែនជាយើងហើយរាងកាយរបស់យើងម្នាក់ៗខុសគ្នាហ្នឹងហើយអញ្ចឹងគួរតែចំណាយពេលវាស្ដាប់រាងកាយរបស់ខ្លួនឯងថាតើរាងកាយរបស់យើងត្រូវការអីគេឲ្យពិតប្រាកដត្រូវការអាហារប្រភេទណាដែលល្អសម្រាប់រាងកាយរបស់យើងជាចុងក្រោយខ្ញុំមានតែប៉ុណ្្នឹងក្នុងការចែករំលែកជូនបងអរគុណ